ក្នុងរយៈពេលមួយថ្ងៃភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងជាង 30,000 នាក់មន្ទីរទេសចរខេត្តបាត់ដំបងឲ្យដឹងថានៅថ្ងៃទី1នៃពិធីបុណ្យចូលឆ្នាំចិនវៀតណាមមានភ្ញៀវទេសចរបានមកលេងកម្សាន្តនៅក្នុងខេត្តនិងនៅតាមរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបងចំនួនជាង 30,000 នាក់លោកហមអរុនអនុប្រធានមន្ទីរទេសចរខេត្តបាត់ដំបងផ្ដល់របាយការណ៍ថាក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាមត្រូវនឹងថ្ងៃទី17ខែកុម្ភៈឆ្នាំ2026មានភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តបាត់ដំបងសរុប 33,247 នាក់ក្នុងនោះភ្ញៀវទេសចរជាតិស្នាក់នៅ 4,025 នាក់និងមានប្រជាពលរដ្ឋដើរលេងវិលល្ងាច 28,785 នាក់ក្នុងនោះដែរមានភ្ញៀវទេសចរអន្តរជាតិ 437 នាក់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមបានចូលមកដល់អាជ្ញាធរខេត្តបាត់ដំបងបានត្រៀមទីតាំងគោលដៅទេសចររហូតដល់ជាង 100 ទីតាំងដើម្បីទទួលភ្ញៀវមកលេងកម្សាន្តបន្ថែមពីនោះមន្ទីរទេសចរបានរៀបចំស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តដោយបានសហការជាមួយអាជ្ញាធរមូលដ្ឋានមន្ត្រីអេកូទេសចរម្ចាស់អាជីវកម្មសេវាកម្មភោជនីយដ្ឋានអាហារដ្ឋាននិងរមណីយដ្ឋានទាំងអស់ដើម្បីសម្រួលដល់ការមកលេងកម្សាន្តរបស់ភ្ញៀវទេសចរដោយគិតគូរខ្ពស់លើការពង្រឹងបរិស្ថានអនាម័យការរក្សាតម្លៃនិងការបម្រើសេវាជូនភ្ញៀវជាដើមជាពិសេសមិនដំឡើងថ្លៃនោះទេ